នេះគឺជាផ្កាព្រឹកដែលយើងធ្វើទៅជូរសិនជាយើងទៅនេះយើងអាចធ្វើញ៉ាំនៅផ្ទះបានធ្វើលក់ក៏បានហើយយើងប្រើស្ករអំពៅក៏បានស្ករសក៏បានស្ករឡើងសឹងក៏បានដែរតោះឥឡូវយើងនាំគ្នាទៅធ្វើទាំងអស់គ្នាឥឡូវនេះយើងបានយកវាទៅលាងរួចរាល់ហើយបងប្អូនអរគ្នានេះពេលយើងលាងហើយចាវាសើមចឹងណាហើយរើសដីរើសអីចោលចឹងទៅបើពួកអាណៃខ្មៅយើងបោះវាចោលទៅយើងធ្វើតាមចំនួនផ្ទះដែលយើងនៅមានមនុស្សម្នាក់យើងអាចញ៉ាំគ្រប់ចឹងណានេះបងប្អូនអរគ្នានេះយើងលាងហើយឥឡូវយើងដាំទឹកពុះហើយអញ្ចឹងយើងយកវាទៅដាក់ចូលក្នុងទឹកតែម្ដងបងប្អូនអរគ្នារហហើយដាក់ស្ករតាមចំណង់ចំណូលចិត្តណាយើងទុកឲ្យម្ជូរហ្នឹងរីកសិនណាទុកឲ្យវារីកហើយចាំយើងដាក់ស្ករវាចូលប៉ុន្តែយើងត្រូវតែបង់អំបិលមុនណាព្រោះយើងបង់អំបិលដើម្បីចាប់រសជាតិនេះចាំពេលម្ជូរហ្នឹងវារីកចេះចាំយើងបង់ស្ករចូលដើម្បីឲ្យវាចេញពណ៌មកអស់ណាឃើញវាចេញពណ៌មកទស្សនាពណ៌ទាំងអស់គ្នាវ៉ាវនេះមកដល់ក្រៅបានដឹងថាពណ៌វាញ៉េលយហ៎ញ៉េឃើញពណ៌វានេះឡើងក្រហមឆ្អិនឆ្អៅមកហើយក្តៅហុយឆ្ងាញ់